សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះយើងបានត្រឡប់មកជួបគ្នាវិញហើយដែលថ្ងៃនេះគឺ admin មានរឿងរ៉ាវពិតមួយរបស់លោកពូម្នាក់ admin សុំហៅគាត់ថាពូណាងអញ្ចឹងណាពួកអត់ហ៊ានបញ្ចេញឈ្មោះពេញរបស់គាត់ទេតែសាច់រឿងមួយនេះវាបានកើតឡើងយូរដែរហើយវាកើតឡើងនៅក្នុងកំឡុងឆ្នាំ1993បងប្អូនអញ្ចឹងមកដល់ឥឡូវនេះគឺវា30ឆ្នាំជាងហើយដែលរឿងរ៉ាវនេះគឺមិនមែនកើតជារឿងរ៉ាវរបស់លោកពូផ្ទាល់ទេគឺកើតឡើងជាមួយនឹងអ្នកធ្វើការជាមួយនឹងពូអញ្ចឹងណាដែលគាត់បានរៀបគម្រោងធ្វើស៊ីអ្នកនាងតូចដូចចំណងជើងដែល admin ដាក់នៅខាងលើវីដេអូអញ្ចឹងតែប៉ុន្តែគាត់នៅក្នុងហេតុការណ៍នឹងដែរអញ្ចឹងណាអញ្ចឹងកុំឲ្យពេលវេលាកាន់ទៅវែងឆ្ងាយយើងចូលទៅកាន់សាច់រឿងពេញទាំងអស់គ្នាជាមួយនឹង admin ពូណាងបានប្រាប់មកកាន់ admin ថានៅក្នុងកំឡុងឆ្នាំ93ហ្នឹងគឺគាត់បានធ្វើការងារផ្ទះនៅឯផ្ទះរបស់អ្នកដែលមានមុខមានយុវស័ក្តិនៅក្នុងសង្គមម្នាក់អញ្ចឹងណាបងប្អូនយើងហើយផ្ទះរបស់គាត់ហ្នឹងគឺនៅឯខាងទូគោកការងាររបស់គាត់ហ្នឹងគឺថែសួនហើយនឹងជាស្ពណ៌ឡានអញ្ចឹងណាបងប្អូននៅក្នុងផ្ទះរបស់លោកធំហ្នឹងគឺមានតែលោកធំលោកស្រីហើយនឹងអ្នកនាងតូចហើយនឹងចុងភៅស្រីហ្នឹងគឺ2នាក់អញ្ចឹងហើយមករយៈក្រោយមកទៀតដោយថាចវាយរបស់គាត់នឹងឃើញការងារគាត់ច្រើនអញ្ចឹងគាត់ក៏បានជ្រើសរើសបុគ្គលិកម្នាក់ទៀតដើម្បីមកជួយសម្រាលការងាររបស់ពូណាងអញ្ចឹងទៅគឺម្នាក់នោះadmin សុំហៅគាត់ថាបងបឿនអញ្ចឹងអាហ្នឹងក៏ឈ្មោះដែល admin ដាក់ឲ្យពួកគាត់ដែរអញ្ចឹងគាត់ថាពេលដែលបងបឿនចូលមកធ្វើការនោះគឺពូណាងបានប្រាប់ពីការងារទូនីតិដែលគាត់ត្រូវធ្វើជាប្រចាំថ្ងៃអញ្ចឹងទៅណាគឺព្រឹកឡើងអញ្ចឹងទៅត្រូវងើបមកគឺលាងឡានជូតឡានហើយបាញ់ទឹកផ្កាបាញ់ទឹកអីជាធម្មតាតាមការងារអីដែលពូណាងគាត់ធ្លាប់ធ្វើអញ្ចឹងទៅគឺដើម្បីឲ្យស្រាបន្ទុកគាត់អញ្ចឹងណាហើយគាត់បញ្ជាក់ថានៅក្នុងផ្ទះរបស់ចៅហ្វាយរបស់គាត់ហ្នឹងគឺមានឡាន2ជំនាន់ហ្នឹងគឺបងប្អូនផ្ទះដែលមានឡាន2គឺមិនធម្មតាទេជំនាន់ឆ្នាំ93ហ្នឹងណាគឺអ្នកដែលមានការងារធំដុំអ្នកដែលមានស័ក្តិមានយុះនៅក្នុងសង្គមអញ្ចឹងហើយអញ្ចឹងការងារជាប្រចាំរបស់គាត់នោះគឺគាត់ត្រូវបើកឡានជូនចៅហ្វាយប្រុសគាត់ទៅធ្វើការហើយនឹងបន្ទាប់មកហ្នឹងពេលដែលដាក់ចៅហ្វាយប្រុសគាត់ហើយគឺជូនចៅហ្វាយស្រីគាត់ទៅផ្សារទៅអីចឹងណាហើយគាត់ចៅហ្វាយគាត់រើសបងបឿនមកមួយទៀតហ្នឹងគឺដើម្បីធ្វើជាស្ពណ៌ឡានជូនអ្នកនាងទៅរៀនបងប្អូនអញ្ចឹងបងបឿនហ្នឹងពេលដែលមកចូលធ្វើការអញ្ចឹងព្រឹកឡើងគឺគាត់ធ្វើការងារដូចជាពូណាងដែរអញ្ចឹងគាត់ងើបពីព្រឹកឡើងលាងឡានជូតឡានបាញ់ទឹកផ្កាថែសួនអីចឹងទៅហើយដល់ម៉ោងជូនអ្នកនាងហ្នឹងក៏ជូនអ្នកនាងទៅដាក់នៅសាលាអញ្ចឹងទៅហើយដល់ម៉ោងក៏ទៅយកមកវិញអញ្ចឹងណាបញ្ជាក់ការនោះគឺអ្នកនាងហ្នឹងទើបតែមានអាយុអ្នកនាងតូចហ្នឹងទៅមានអាយុ19ឆ្នាំទេហើយគាត់រៀននៅសាកលវិទ្យាល័យមួយនៅក្នុងភ្នំពេញយើងសាកលវិទ្យាល័យហ្នឹងមានយូរហើយមកដល់សប្តាហ៍ថ្ងៃហ្នឹងក៏ធំជាងគេដែរតែអត់មានសុំមិនបញ្ចេញឈ្មោះទេណាតែប្រាប់តែប៉ុណ្្នឹងគឺគិតថាប្រិយមិត្តអ្នកស្ដាប់គឺប្រកាសជាស្គាល់ហើយសាកលវិទ្យាល័យហ្នឹងអញ្ចឹងគាត់ក៏ធ្វើការងាររបស់គាត់នឹងដដែលហ្នឹងគឺជាប្រចាំថ្ងៃហ្នឹងអញ្ចឹងទៅប៉ុន្តែគឺពូណាងគាត់តែងតែសង្កេតមើលនៅសកម្មភាពរបស់បងបឿននឹងដែរអញ្ចឹងណាគឺគាត់តែងតែលួចមើលអ្នកនាងតូចនឹងមើលលើមើលក្រោមមើលអីអញ្ចឹងទៅពីព្រោះយើងដឹងស្រាប់ហើយកូនអ្នកមានស្ដុកស្ដំគឺគាត់ស្អាតណាស់ហើយអាយុ19ឆ្នាំទៀតដូចពាក្យចាស់ថាដូចជាថាឃ្មុំទំឡើងក្បាលទឹកបងប្អូនហើយគេជាកូនអ្នកមានអញ្ចឹងហើយការដែលគេស្លៀកពាក់ទៅរៀនអញ្ចឹងគឺសពុតត្រឹមជង្គង់ត្រឹមអីអញ្ចឹងណាអញ្ចឹងវាមើលទៅខ្ញងដែរអញ្ចឹងហើយគឺពូណាងហ្នឹងគឺគាត់តែងតែអាសានិយាយជាមួយនឹងបងបឿននឹងដែរថាអញ្ចឹងណាថាយើងធ្វើការឲ្យដឹងធ្វើការកុំគិតអីផ្ដេសផ្ដាសអញ្ចឹងណាហើយបងបឿននឹងថាខ្ញុំមានតែគិតអីផ្ដេសផ្ដាសពូខ្ញុំគ្រាន់តែឃើញអ្នកនាងតូចស្អាតគ្រាន់តែស្រឡឹងមើលគាត់អញ្ចឹងណាហើយពូណាងក៏គាត់ថាមិនគិតអីផ្ដេសផ្ដាសវាគឺជារឿងល្អហើយព្រោះយើងឲ្យដឹងថាយើងធ្វើការឲ្យដឹងធ្វើការឲ្យយើងស្គាល់ពីខ្លួនយើងថាខ្លួនយើងជាអ្នកណាហើយគេជាអ្នកណាអីចឹងទៅខ្ញុំភ្លេចបញ្ជាក់ប្រាប់មួយទៀតគឺរាល់និយាយទៅទាំងចុងភៅ2នាក់ហើយទាំងបងបឿននិងពូណាងគឺគាត់ស្នាក់នៅក្នុងវិឡាហ្នឹងអញ្ចឹងបងប្អូនគឺបងបឿនហើយនិងពូណាងហ្នឹងគឺគេមានជាផ្ទះគេធ្វើជាផ្ទះរបស់ពួកគាត់មកបន្ទប់ម្នាក់អញ្ចឹងនៅខាងក្រៅវីឡាហ្នឹងអញ្ចឹងយើងដើរចេញពីសួនទៅវាថាប្រហែលជា30-40ម៉ែត្រទៅគឺទៅដល់បន្ទប់កន្លែងពួកគាត់ស្នាក់នៅហើយអ្នកបម្រើស្រី2នាក់គឺគាត់ស្នាក់នៅក្នុងផ្ទះវីឡាហ្មងបងប្អូនសនុកលោកប្រុសហើយក៏ដូចជាលោកស្រីអីចឹងត្រូវការប្រើយុវលុបអីចឹងគាត់ហៅបានតែចំណែកឯបងបឿនហើយនិងពូណាងគឺគាត់នៅខាងក្រៅវីឡាទេគឺគាត់មើលការកោតត្រូវរបងផ្ទះពេលយប់ពេលអីអញ្ចឹងណាយើងដឹងស្រាប់ថាគាត់ជាមនុស្សប្រុសអញ្ចឹងត្រូវមើលការកោតត្រូវអស់ហ្នឹងអញ្ចឹងគាត់ថាបងបឿនចូលធ្វើការគឺបានប្រហែលជា3ចូល4ខែអញ្ចឹងគឺដោយសារតែអ្នកផ្ទះរបស់បងបឿនហ្នឹងគាត់ឈឺម្ដាយរបស់គាត់បងប្អូនអញ្ចឹងគាត់ក៏សុំច្បាប់មេប្រុសរបស់គាត់ហ្នឹងដើម្បីទៅថែម្ដាយអញ្ចឹងណាពីព្រោះថាគាត់ហ្នឹងមានបងប្អូន2នាក់ហើយម្ដាយគាត់គឺជាស្ត្រីមេម៉ាយហើយប្អូនគាត់គឺជាប្អូនស្រីអញ្ចឹងណាអញ្ចឹងហើយគាត់ក៏សុំ
ច្បាប់មេរបស់គាត់ហ្នឹងដើម្បីទៅជួយមើលថែម្ដាយពីប្អូនគាត់អញ្ចឹងណាអញ្ចឹងគាត់ក៏ទៅបានមើលថែមើលអីអញ្ចឹងទៅអញ្ចឹងកំឡុងពេលដែលគាត់ច្បាប់មើលថែហ្នឹងថ្ងៃមួយគឺពេលដែលគាត់ចេញពីផ្សារមកទិញម្ហូបមកអីហ្នឹងគឺចែកដុនមែនទែនគឺគាត់បានឃើញអ្នកនាងតូចរបស់គាត់ហ្នឹងដែលគាត់តែងតែលួចមើលលើមើលក្រោមមើលសម្រស់គាត់ហ្នឹងណាគឺកំពុងតែកាន់ដៃគ្នាចេញពីសន្តាគារមួយនៅឯផ្លូវជាតិ 6A ហើយសន្តាគារហ្នឹងគឺធំហើយល្បីឈ្មោះមែនទែនបងប្អូនវាមានក្នុងហ្នឹងមានជា restaurant នៅអញ្ចឹងណាជាមួយគ្នានឹងដែរតែអត់មានសុំមិនបញ្ចេញឈ្មោះទេក៏តែអត់មានគិតថាគ្រាន់តែប្រាប់ប៉ុណ្្នឹងគឺបងប្អូនប្រកាសជាដឹងហើយនៅសន្តាគារហើយមានភោជនីយដ្ឋាននៅខាងក្នុងហើយដែលធំជាងគេនៅផ្លូវជាតិលេខ 6 ហ្នឹងហើយល្បីឈ្មោះមកដល់សប្តាហ៍ថ្ងៃហ្នឹងអញ្ចឹងពេលហ្នឹងគឺបងបឿនហ្នឹងគឺគាត់ក៏បានតាមមើលអញ្ចឹងព្រោះគាត់មិនច្បាស់អញ្ចឹងណាប៉ុន្តែគឺការសម័យហ្នឹងគឺគាត់គ្មានទូរស័ព្ទទំនើបអីដើម្បីថតអីចឹងទេហើយគាត់ក៏ឆ្ងល់ថាម៉ោងហ្នឹងម៉ោងអ្នកនាងតូចគាត់រៀនហេតុអីបានជាគាត់មកធ្វើអីអញ្ចឹងណាហើយជាមួយបរិសហ្នឹងគឺជាអ្នកណាគេហើយគាត់ដឹងច្បាស់ណាស់គឺមនុស្សប្រុសស្រីដើរចេញពីសន្តាគារគឺគ្មានធ្វើរឿងអីក្រៅពីគាត់ធ្វើ content មួយគ្នាហ្នឹងទេអញ្ចឹងហើយបងបឿនក៏អត់មាត់អត់កអីដែរអញ្ចឹងហើយបានប្រហែលថ្ងៃទៀតពេលដែលម្ដាយរបស់គាត់រៀងធូរហ្នឹងគឺបងបឿនក៏គាត់បានចូលមកធ្វើការវិញអញ្ចឹងពេលដែលគាត់ចូលមកធ្វើការវិញគឺគាត់តែងតែសម្លឹងលើសម្លឹងក្រោមទៅអ្នកនាងអីចឹងណាអ្នកនាងនោះក៏គាត់ឆ្ងល់ដែរហើយក៏បានសួរក៏បានថាមិនបានចេះតែមើលមុខគាត់ចេះមួយចុះពីរតាមចរិតខ្មើរបស់កូនអ្នកមានហើយជាកូនស្រីទូទៀតបងប្អូនដឹងស្រាប់ហើយថាវាមិនចឹងណាអញ្ចឹងពេលថ្ងៃមួយពេលដែលបងបឿនហ្នឹងជូនអ្នកនាងហ្នឹងទៅរៀននៅពេលព្រឹកឡើងហ្នឹងបងបឿនហ្នឹងក៏គាត់បាននិយាយថាអ្នកនាងខ្ញុំមានរឿងមួយចង់និយាយជាមួយអ្នកនាងតូចអញ្ចឹងណាថ្ងៃមួយគឺពេលដែលខ្ញុំសុំច្បាប់ទៅមើលម្ដាយខ្ញុំឈឺហ្នឹងគឺខ្ញុំដូចជាឃើញអ្នកណាគេទេប្រហែលដូចជាអ្នកនាងតូចហើយដើរចេញពីសន្តាគារនេះជាមួយនឹងបរិសម្នាក់នេះគ្រាន់តែអញ្ចឹងភ្លាមគឺអ្នកនាងតូចហ្នឹងគឺគាត់ភ័យគាត់ប្រែទឹកមុខទៅជាស្លេកបងប្អូនហើយគាត់បានប្រកែកបានអីអញ្ចឹងណាហើយបងបឿនថាបាច់ប្រកែកទេគឺខ្ញុំឃើញច្បាស់ណាស់ថងហ្នឹងអេដមីនសុំកាត់ប្រាប់ទៅបងប្អូននៅរឿងមួយពេលដែលគាត់កំពុងតែសិក្សានៅសាកលវិទ្យាល័យហ្នឹងគឺខាងប៉ាម៉ាក់របស់គាត់ហ្នឹងគឺបានភ្ជាប់ពាក្យគាត់ហ្នឹងទៅជាមួយនឹងបរិសម្នាក់ដែលជាខ្លាជិតស្និទ្ធរបស់ប៉ារបស់គាត់ហ្នឹងអញ្ចឹងណាគឺភ្ជាប់ពាក្យគឺតម្រូវថាពេលដែលពួកគាត់រៀនចប់ហ្នឹងគឺនឹងរៀបចំមង្គលការឲ្យពួកគាត់ទាំងពីរហ្នឹងអញ្ចឹងហើយគឺថ្ងៃដែលគាត់ដើរចេញពីសន្តាគារនេះគឺជាមួយគូតតឹងរបស់គាត់ហ្នឹងទេបងប្អូនប៉ុន្តែប៉ារបស់គាត់ហ្នឹងអ្នកប្រុសធំហ្នឹងគឺជាមនុស្សដែលប្រកាន់ប្រពៃណីហើយគាត់កាចខ្លាំងណាស់ហើយបើសិនណាជាដឹងថាអ្នកនាងតូចហ្នឹងគឺធ្វើអញ្ចឹងណាគឺប្រកាសជាមានរឿងធំហើយទាំងអ្នកនាងតូចហ្នឹងទាំងគូតតឹងអីរបស់គាត់ហ្នឹងអញ្ចឹងបន្ទាប់ពីបងបឿនបាននិយាយទៅកាន់អ្នកនាងហ្នឹងហើយគឺអ្នកនាងក៏គេថាភ័យខ្លាំងណាស់បងប្អូនភ័យស្លន់ស្លោព្រោះប៉ារបស់គាត់កាចអញ្ចឹងណាហើយក៏បានសួរថាតើបងបឿនហ្នឹងគាត់ចង់បានអីថាបើគាត់ចង់បានលុយចង់បានអីគាត់ឲ្យទៅតាមនឹងអញ្ចឹងណាបងបឿនហ្នឹងក៏គាត់អត់មាត់ដែរគាត់ថាគាត់អត់មានចង់បានលុយចង់បានអីទេហើយក៏ជូនអ្នកនាងទូចហ្នឹងទៅដាក់នៅសាលាហ្នឹងជាធម្មតាអញ្ចឹងទៅដល់ពេលដល់ម៉ោងទៅបានខហៅបងបឿននឹងមកយកគាត់អញ្ចឹងណាអញ្ចឹងពេលដែលមកយកអ្នកនាងទូចនឹងចេញទៅវិញក៏បងបឿនគាត់លេបខាយតាមផ្លូវអីចេះមួយចុះពីរអីចឹងទៅអញ្ចឹងបន្ទាប់ពីគាត់និយាយទម្លាក់អាកំបាំងនឹងប្រាប់អ្នកនាងទូចហ្នឹងប្រហែលជា2 ទៅ 3 ថ្ងៃអញ្ចឹងហើយគឺម្ដាយឪពុករបស់គាត់ហ្នឹងអធិស្ឋានបងប្អូនម្ដងម្ដាយឪពុកម្ដងប៉ាម៉ាក់របស់គាត់ហ្នឹងគឺក៏មានពិធីជាប់ទៅបងគេបងប្អូននិយាយទៅជាប់កម្មវិធីអ្នកមុខអ្នកការកន្លែងការងាររបស់គាត់ហ្នឹងអញ្ចឹងពួកគាត់ហ្នឹងក៏ទៅទាំងពីរនាក់ដោយឲ្យពូណាងជាអ្នកបើកបរទៅអញ្ចឹងនៅក្នុងវីឡាហ្នឹងគឺនៅតែអ្នកនាងតូចហើយចុងភៅស្រី2នាក់ហើយនឹងជាមួយបងបឿនទេអញ្ចឹងណាបងប្អូនអញ្ចឹងពេលនោះគឺម៉ោងប្រហែលជា7 ចូល 8 ល្ងាចហ្នឹងហើយអារម្មណ៍ស្រេចអីចឹងផងអញ្ចឹងបន្ទាប់ពីបងបឿនគាត់ចាក់សោលបងគាត់ចាក់ឲ្យមើលការខុសត្រូវអីហើយអញ្ចឹងគឺគាត់ដើរបំរុងនឹងទៅកន្លែងគាត់ស្នាក់នៅខាងក្រោយវិញពេលហ្នឹងក៏ឃើញអ្នកនាងតូចគឺគាត់ស្លៀករបៀបថាអាឈុតគេងស្ដើងអីចឹងទៅឈរនៅមុខវីឡាហ្នឹងនិយាយទូរស័ព្ទអីចឹងទៅអញ្ចឹងពេលហ្នឹងគឺគាត់សម្លឹងអ្នកនាងតូចហ្នឹងគឺមិនដាច់ពីភ្នែកទេគឺសម្លឹងពីលើទៅក្រោមទៅលើអញ្ចឹងណាអ្នកនាងតូចហ្នឹងឃើញអញ្ចឹងភ័យក៏រត់ចូលទៅក្នុងអីចឹងទៅអញ្ចឹងបានប្រហែលជា5 នាទីពេលដែលបងបឿននឹងចូលទៅដល់ខាងរូងរបស់គាត់នឹងវិញគាត់ក៏បានផ្ញើសារទៅអ្នកនាងតូចហ្នឹងអញ្ចឹងណាចេះមួយចុះពីរអញ្ចឹងទៅហើយការនោះគឺបងបឿនគ្មានទូរស័ព្ទល្អប្រើទេគឺផ្ញើសារធម្មតាហ្នឹងបងប្អូនតាមទូរស័ព្ទយើងនៅគៀនហ្នឹងគឺក៏ផ្ញើមកអ្នកនាងតូចអញ្ចឹងទៅថានិយាយទៅផ្ញើមករបៀបភ្លាវហ្មងបងប្អូនផ្ញើថាមើលទៅរៀងអ្នកនាងទូចអីស្អាតអីចេះមួយចុះពីរអីចឹងណាហើយអ្នកនាងទូចហ្នឹងខឹងក៏បានផ្ញើសារទៅជេរទៅអីអីចឹងទៅប៉ុន្តែបងបឿនហ្នឹងក៏បានផ្ញើសារហ្នឹងគឺគម្រាមទៅអ្នកនាងតូចវិញចឹងណាប៉ុន្តែអេដមីនសូមបញ្ជាក់ណារឿងរ៉ាវទាំងអស់ហ្នឹងពូណាងដឹងហ្នឹងគឺពេលដែលបែកការហើយបានគាត់ដឹងរឿងរ៉ាវហ្នឹងចឹងណា
ហ្នឹងហើយអញ្ចឹងតសាច់រឿងយើងទៅទៀតអញ្ចឹងបងបឿនហ្នឹងក៏បានផ្ញើសារថាគឺគាត់មានរឿងចង់និយាយជាមួយអ្នកនាងហ្នឹងឥឡូវហ្នឹងហើយបើ អ្នកនាងហ្នឹងថាយប់ហើយមានរឿងអីដែលត្រូវចង់និយាយមួយគាត់អីចឹងណាហើយបងបឿនហ្នឹងផ្ញើសារមកថាឲ្យអ្នកនាងហ្នឹងគឺមកកន្លែងបន្ទប់ដែលគាត់ស្នាក់នៅខាងក្រៅអញ្ចឹងហើយអ្នកនាងហ្នឹងក៏ប្រកែកថាគាត់អត់ទៅទេវាអត់សមអត់អីទេប៉ាម៉ាក់របស់គាត់អត់នៅផងហើយយប់ផងហើយគាត់ទៅមិនហើយពូណាងក៏អត់នៅអីក៏អត់នៅចឹងណាហើយបើចង់មានការអីឲ្យមកមុខវិឡានៅមុខមកដែលមានចុងភៅមានអីនៅចឹងណាតែបងបឿនហ្នឹងគឺគាត់អត់ព្រមទេគឺគាត់ផ្ញើសារគម្រាមថាបើសិនជាមិនទៅទេគឺគាត់នឹងប្រាប់ទៅច្បាយប្រុសច្បាយស្រីនៃរឿងដែលគាត់ដឹងថ្ងៃមុននិយាយទៅអាបងបឿនហ្នឹងរោគចិត្តហ្មងបងប្អូនអញ្ចឹងហើយដែលប្រកែកមិនបានអ្នកនាងតូចហ្នឹងក៏សុកចិត្តទៅកន្លែងគាត់ស្នាក់ហ្នឹងទាំងយប់នឹងភ្លាមអញ្ចឹងណាបងប្អូនព្រោះដោយសារតែគាត់ខ្លាចព្រោះគាត់ដឹងថាប៉ារបស់គាត់ហ្នឹងគឺកាចណាស់ហើយអញ្ចឹងអត់បានទេប៉ាគាត់អាចនឹងសម្លាប់គាត់ចោលឬក៏ផ្ដាច់ពាក្យគាត់ពីគូទៅដឹងគាត់អញ្ចឹងណាពីព្រោះតែគាត់ស្រឡាញ់គ្នាខ្លាំងមែនតើថាមិនស្រឡាញ់ខ្លាំងក៏មិនកើតដែរបងប្អូនដល់ថ្នាក់ដឹកដៃគ្នាចូលទៅថាគីអីទៅហីអញ្ចឹងប្រគល់អ្វីគ្រប់យ៉ាងឲ្យទៅខាងមនុស្សប្រុសអញ្ចឹងបានន័យថាគាត់ស្រឡាញ់គូទៅដឹងគាត់នឹងខ្លាំងណាស់អញ្ចឹងបន្ទាប់ពីនឹងតែប្រហែលនាទីទេក៏អ្នកនាងតូចហ្នឹងគឺបានដើរទៅបន្ទប់ស្នាក់នៅរបស់បងបឿនហ្នឹងអញ្ចឹងណាហើយសូមបញ្ជាក់ណាគឺពេលហ្នឹងវាយប់ហើយចូលម៉ោង8ជាងហើយមេឃវាល្លឹមទៀតគឺវាល្ងឹតហើយអញ្ចឹងពេលដែលគាត់ដើរទៅហ្នឹងគឺគាត់អត់ហ៊ានបើកផ្លាស់ឬក៏អីទេខ្លាចចង់ភៅពីរអ្នកនៅក្នុងផ្ទះឃើញអញ្ចឹងណាអញ្ចឹងក៏ទៅដល់បន្ទប់បងបឿនពេលទៅដល់បន្ទប់បងបឿនហ្នឹងក៏បានគូសទ្វារហើយបងបឿនក៏គាត់ហៅឲ្យចូលក្នុងបន្ទប់គាត់មកហើយអ្នកនាងតូចហ្នឹងគឺគាត់អត់ហ៊ានចូលទេគាត់ខ្លាចប៉ុន្តែបងបឿនហ្នឹងគឺនៅតែគំរាមឲ្យចូលអញ្ចឹងណាអញ្ចឹងពេលចូលទៅដល់ហើយគឺគាត់ក៏ភ្ញាក់ផ្អើលដែរគឺឃើញបងបឿនហ្នឹងគឺអត់ពាក់អាវទេគឺគាត់ស្លៀកតែកសែងទេបងប្អូនហើយខ្លួនរៀងទៅទឹកសើមពេលដែលគាត់ដើរមកពីបិទលបងពីអីអញ្ចឹងណាហើយអ្នកនាងតូចហ្នឹងក៏បានសួរទៅបងបឿនហ្នឹងថាមានការអីត្រូវនិយាយអីគ្នាមួយគាត់ទាំងយប់ហ្នឹងចាំស្អែកអត់បានទេពេលជូនគាត់ទៅចាំនិយាយតាមឡានទៅក៏បានដែរបងបឿនហ្នឹងថាអត់បានទេការងារហ្នឹងគឺត្រូវតែនិយាយឥឡូវហ្នឹងហ្មងអញ្ចឹងអត់មានការងារអីទេបងប្អូនដូចអ្វីដែលបងប្អូនមិត្តអ្នកស្ដាប់កំពុងតែគិតហ្នឹងអញ្ចឹងគឺដូចគ្នាហ្នឹងគឺគាត់និយាយពីរឿងអ្នកនាងហ្នឹងចុះឡើងអញ្ចឹងហើយគាត់ក៏ថាគឺខ្ញុំក៏បានមានចិត្តលួចស្រឡាញ់អ្នកនាងអីជាមួយចុះពីអញ្ចឹងដែរណាពីព្រោះថាអ្នកនាងស្អាតសាច់សខ្ចីដកខ្លួនសឡូនដើមទ្រូងទលុតទលុនតាគៀកសាយអីចឹងទៅអាហ្នឹងមនុស្សរោគចិត្តណាបងប្អូនហើយគាត់ហ៊ានណាទាំងគាត់គ្រាន់តែជាកូនចៅជាតកងឡានរបស់ប៉ារបស់អ្នកនាងតូចហ្នឹងសោះអញ្ចឹងហើយគាត់អ្នកនាងហ្នឹងគឺគាត់បានថាជេរគាត់ឌីលគាត់គ្រប់បែបយ៉ាងទាំងអស់ចឹងអញ្ចឹងពេលនោះគាត់ខឹងគាត់ថាគាត់អត់ចង់បានលុយអត់ចង់បានអីទេគឺគាត់ចង់បានអ្នកនាងហ្នឹងចឹងបងប្អូនអញ្ចឹងហើយពេលហ្នឹងគឺគាត់ស្ទុះទៅអោបអ្នកនាងតូចហ្នឹងចឹងណាគាត់ស្ទុះទៅអោបអ្នកនាងតូចហ្នឹងក៏ប្រឹងរើបំរាស់ឲ្យចង់ស្រែកចឹងណាគាត់ថាបើមិនព្រមតាមគាត់ទេគឺពេលដែលលោកប្រុសលោកស្រីមកយប់ហ្នឹងគាត់នឹងប្រាប់ហើយអញ្ចឹងអ្នកនាងតូចហ្នឹងគឺបាននៅស្ងៀមមួយផ្លែតចឹងទៅគិតអញ្ចឹងទៅអញ្ចឹងពេលដែលឃើញឱកាសល្អអញ្ចឹងហើយគឺបងបឿនហ្នឹងក៏បានប្រតិបត្តិការទៅលើអ្នកនាងតូចហ្នឹងណាបងប្អូនគឺពេលហ្នឹងអ្នកនាងតូចគាត់គ្រាន់តែស្លៀករ៉ូបគេងយប់ទេយើងដឹងស្រាប់ហើយពេលដែលគេងយប់គឺគ្មានកៅអៅក្នុងទេអញ្ចឹងហើយពេលហ្នឹងបងបឿនហ្នឹងក៏ចាប់អ្នកនាងតូចហ្នឹងបដួលទៅលើក្រែហ្នឹងអញ្ចឹងទៅណាហើយក៏សោយរ៉ូបអ្នកនាងតូចហ្នឹងឡើងលើអញ្ចឹងទៅហើយក៏ធ្វើការថើបអង្អែញញក់តាំងពីលើដល់ក្រោមអញ្ចឹងទៅហើយអ្នកនាងតូចហ្នឹងគឺគាត់បានត្រឹមតែយំហើយដល់ក្នុងចិត្តហើយគាត់ចង់និយាយថាក្នុងចិត្តគាត់ឈឺចាប់ហើយមិនតែគាត់អត់ហ៊ានដោយសារគាត់ខ្លាចគម្រាមបងបឿននឹងប្រាប់ទៅប៉ាម៉ាក់របស់គាត់ចឹងណាអញ្ចឹងបងបឿននឹងគាត់បានឱកាសល្អគាត់ក៏ដោះកសែងរបស់គាត់ហើយគាត់ប្រតិបត្តិការជាមួយអ្នកនាងនឹងចឹងទៅអញ្ចឹងពេលដែលរួចរាល់ហើយអីចឹងទៅគាត់ក៏ស្លៀកកសែងស្លៀកអីគាត់នឹងវិញចឹងហើយអ្នកនាងនឹងក៏ខ្ទប់មុខយំរត់ចេញទៅចឹងណាអញ្ចឹងសូមកាត់រំលងមកដល់ព្រឹកឡើងពេលដែលបងបឿននឹងជួនអ្នកនាងនឹងទៅរៀនអញ្ចឹងទៅអញ្ចឹងគាត់ធ្វើដូចជាធម្មតាអញ្ចឹងទៅប៉ុន្តែទឹកមុខរបស់អ្នកនាងនឹងគឺស្ងួតស្ងាត់អញ្ចឹងរបៀបថាបញ្ចេញនៅទុកសោកនៅលើទឹកមុខអញ្ចឹងណាហើយប៉ាម៉ាក់របស់គាត់ហ្នឹងក៏សួរទៅថាកូនថ្ងៃហ្នឹងមិនអញ្ចឹងទៅឃើញទឹកមុខអត់ស្រស់បោះអត់ល្អអញ្ចឹងទៅគាត់ប្រាប់ថាគេមិនសូវលក់មិនសូវអីអញ្ចឹងទៅក៏ហក់ប៉ាម៉ាក់ប៉ាគាត់អញ្ចឹងណាអញ្ចឹងពេលដែលទៅតាមផ្លូវហ្នឹងគឺបងបឿននឹងបានលេបខាយជាមួយនឹងអ្នកនាងនឹងចេះមួយចុះពីរអញ្ចឹងទៅថាសាច់អ្នកនាងនឹងស្អាតអីចឹងទៅអែមណាស់គាត់មិននឹកស្មានថាគាត់មានសំណាងអីចេះមួយចុះពីរអញ្ចឹងណាបងប្អូនហើយអ្នកនាងហ្នឹងគឺគាត់បានត្រឹមតែខឹងហើយពេលខឹងចិត្តខ្លាំងគាត់បានត្រឹមតែយំអញ្ចឹងណាមិនហ៊ានប្រាប់ទៅប៉ាម៉ាក់របស់គាត់ក៏មិនហ៊ានប្រាប់ទៅគូទៅដឹងរបស់គាត់អញ្ចឹងទៅអញ្ចឹងក៏នៅតែបន្តអញ្ចឹងទៅបងប្អូនអញ្ចឹងតាំងពីពេលបានម្ដងនឹងមកគឺគេថាបានម្ដងហើយញ៉ាំមកបងប្អូនអញ្ចឹងបងបឿនតែងតែរៀបកម្រងលួងលោមអ្នកនាងនឹងអញ្ចឹងទៅពេលខ្លះគឺពេលដែលចេញមកពីសាលាអញ្ចឹងទៅគឺគាត់ដប់អ្នកនាងនឹងខ្វែងផ្លូវហ្នឹងទៅផ្ទះសំណាក់អញ្ចឹងទៅចូលផ្លុកអញ្ចឹងទៅណាបងប្អូនហើយយើងដឹងស្រាប់ហើយផ្ទះសំណាក់
ចូលទៅគេមានវាំងណូលមានអីបិទចឹងទៅអញ្ចឹងហើយអ្នកនាងនឹងប្រកែកប៉ុន្តែគាត់ថាបើប្រកែកគាត់គំរាមតែគាត់ប្រាប់អីចេះមួយចុះពីរចឹងទៅហើយឥឡូវហ្នឹងអ្នកនាងនឹងចូលសងរបស់គាត់ហើយមិនត្រឹមថានៅជាមួយនឹងគូតតឹងរបស់គាត់ហ្នឹងទេគឺនៅជាមួយគាត់នឹងទៀតអញ្ចឹងណាហើយគាត់ក៏បានគំរាមទៅអញ្ចឹងទៅហើយអេដមីនឆ្ងល់ដែរអ្នកនាងហ្នឹងបើសិនជាគេទៅប្រាប់បើសិនជាបងប៊ឺហ្នឹងទៅប្រាប់ប៉ាម៉ាក់របស់គាត់ថានៅជាមួយគាត់ហ្នឹងបងប៊ឺហ្នឹងអាចរួចខ្លួនដែរគឺបើសិនជាមិនគុកទេក៏ប៉ាម៉ាក់របស់គាត់នឹងធ្វើស៊ីដែរអញ្ចឹងណាបងប្អូនអញ្ចឹងហើយពេលដែលចូលទៅដល់ផ្ទះសំណាក់ហ្នឹងអញ្ចឹងទៅគាត់ក៏ចាប់ផ្ដើមប្រតិបត្តិការទាំងកំរោទៅលើអ្នកនាងហ្នឹងទាំងក៏អាវសិស្សហ្នឹងណាបងប្អូនហើយយើងដឹងស្រាប់ហើយគឺអ្នកនាងគាត់ស្លៀកសំពត់អញ្ចឹងអត់មានអីពិបាកទេអញ្ចឹងណាអញ្ចឹងក៏ចាប់ផ្ដើមចាប់រំលោភចាប់បបងឯអ្នកនាងអីហ្នឹងអញ្ចឹងទៅរហូតដល់បានសម្រេចម្ដងអីចឹងហើយគឺមិនទាន់អស់ចិត្តគាត់ទេគាត់នៅដេកហូបអ្នកនាងអីអញ្ចឹងទៅហើយពេលដែលគាត់មានអារម្មណ៍ក៏គាត់ចាប់ផ្ដើមបន្ថែមទៀតអញ្ចឹងណាអញ្ចឹងពេលដែលគាត់ចាប់ផ្ដើមប្រតិបត្តិការជាលើកទី2ហ្នឹងគឺទូរស័ព្ទរបស់អ្នកនាងគាត់ហ្នឹងក៏រោអញ្ចឹងពេលនោះហើយមើលឃើញទាំងអស់គ្នាទាំងអ្នកនាងតូចទាំងបងប៊ឺហ្នឹងថាជាលេខរបស់ម៉ាក់របស់គាត់អញ្ចឹងណាអញ្ចឹងហើយក៏លើកទូរស័ព្ទហ្នឹងដើម្បីនិយាយអញ្ចឹងទៅម៉ាក់គាត់សួរថាថ្ងៃនេះយូរម៉េចបានអត់ទាន់មកដល់អីអញ្ចឹងណាអញ្ចឹងហើយគាត់ក៏រលេះប្រាប់ថាមានការងារសាលានៅធ្វើជាមួយនឹងពូម៉ាក់ប្រហើយតិចទៀតហ្នឹងទៅដល់ហើយម៉ាក់អត់យូរអីទេអញ្ចឹងណាអញ្ចឹងបងប៊ឺហ្នឹងក៏បានចិត្តហ្នឹងគឺគាត់រំថើននៃការងាររបស់គាត់ហ្នឹងគឺសម្រុកយកអញ្ចឹងទៅអញ្ចឹងពេលដែលរួចរាល់ហើយពួកគាត់នឹងក៏នាំគ្នាឡើងឡានចេញពីផ្ទះសំណាក់ហ្នឹងបើកតម្រង់ទៅវិឡារបស់គាត់ដែលនៅទូគោកហ្នឹងអញ្ចឹងទៅអញ្ចឹងគឺបងប៊ឿនធ្វើតែអញ្ចឹងរហូតហើយពូនាងនោះគាត់ក៏មានការសង្ស័យដែរដែលឃើញអាការៈរបស់អ្នកនាងតូចហើយក៏ដូចជាបងប៊ឿនហ្នឹងអញ្ចឹងណាបងប្អូនអញ្ចឹងហើយគឺនៅថ្ងៃមួយបងប្អូនថ្ងៃមួយដែលអស់លក្ខអញ្ចឹងដូចរាល់ដងអញ្ចឹងពេលដែលអ្នកស្រីហ្នឹងគឺគាត់ជាមួយអ្នកស្រីជាមួយអ្នកប្រុសលោកប្រុសធំហ្នឹងគឺគាត់មានតរៈចេញទៅណាទៅណីអីចឹងណាហើយបងប៊ឿនហ្នឹងនៅផ្ទះជាមួយអ្នកនាងតូចហើយជាមួយនឹងចុងភៅហ្នឹងដូចមុនអញ្ចឹងហើយពេលដែលគាត់ដើរនេះអីមើលទ្វារចាក់សោចាក់អីហើយមកជុំអីហើយហ្នឹងគឺគាត់ចូលទៅកន្លែងស្នាក់នៅរបស់គាត់ហ្នឹងគឺគាត់ប្រើល្បិចដូចមុនអញ្ចឹងបងប្អូនគឺផ្ញើសារទៅអ្នកនាងតូចឲ្យមកកន្លែងគាត់គឺដើម្បីគាត់ហូបចុកគាត់ហូបនំគមអ្នកនាងអីចឹងទៅអញ្ចឹងហើយក៏បានផ្ញើសារទៅអ្នកនាងហើយអ្នកនាងនោះគឺអត់អាចប្រកែកបានទេបងប្អូនតើគាត់ឈឺចាប់តើគាត់មិនពេញចិត្តយ៉ាងណាក៏គាត់ត្រូវតែធ្វើគាត់ត្រូវតែបំពេញតាមតណ្ហារបស់បងប៊ឺនឹងដែរអញ្ចឹងពេលតែទៅដល់កន្លែងរបស់បងប៊ឺនឹងអញ្ចឹងបងប៊ឺនឹងគឺមិនឲ្យខាតពេលទេបងប្អូនទៅដល់ស្លៀកកសែងចាំដូចតែមុនអញ្ចឹងទៅដល់ក៏ខ្ទប់ទ្វារហើយក៏ចាប់ដើមបបោះអង្អែលទៅលើដងខោមញីញក់ដោយមាត់នឹងអណ្ដាតរបស់គាត់អញ្ចឹងទៅបត់ពិសោធន៍របស់គាត់ប្រហែលដងហើយគឺគាត់ជំនាញអីចឹងណាអញ្ចឹងហើយគឺពូណាងថាគឺដំបូងគាត់ថ្នមអ្នកនាងនឹងទេតែដល់ពេលយូរទៅដូចរបៀបថាគាត់ធ្វើទាំងកំរោដើម្បីបំពេញតែចិត្តដើម្បីតែអាតណ្ហារបស់គាត់នឹងអញ្ចឹងណាអញ្ចឹងហើយអ្នកនាងក៏គាត់មានការឈឺចាប់មានអីអញ្ចឹងទៅអញ្ចឹងពេលដែលរួចរាល់ម្ដងហើយហ្នឹងគឺគាត់អត់ឲ្យអ្នកនាងអត់បើកទ្វារឲ្យអ្នកនាងនឹងចេញទៅទេដូចរបៀបថាញ៉ាំដូចចង់ធ្វើដូចនៅក្នុងផ្ទះសំណាក់អញ្ចឹងម្ដងបានដប់បាន2បាន3អញ្ចឹងណាបងប្អូនក៏នៅដេកបន្តនៅដេកអោបអ្នកនាងអីចឹងទៅហើយបានមកបន្តិចទៅគាត់ក៏បំពេញទៅលើអ្នកនាងនឹងម្ដងទៀតចឹងទៅអញ្ចឹងកំពុងតែប្រតិបត្តិការអីចឹងទៅគឺគាត់អត់ដឹងថាឡានលោកប្រុសរបស់គាត់នឹងមកដល់ទេអញ្ចឹងគាត់មកដល់ហើយដែលចុចកណ្ដឹងហើយអត់មានអ្នកណាទៅបើកទៅអីហ្នឹងគាត់ក៏ទេមកខាងចុងភៅអញ្ចឹងចុងភៅក៏ទៅបើកទ្វារបើកអីចឹងទៅណាអញ្ចឹងគាត់ក៏ឆ្ងល់គាត់រកបងប៊ឿននឹងអញ្ចឹងក៏ដូចជាកូនស្រីរបស់គាត់ហ្នឹងគឺរកអត់ឃើញទេអញ្ចឹងក៏នាំគ្នាដើរមកក្រោយអញ្ចឹងពេលដែលមកដល់ហ្នឹងគឺគាត់បានឮសំឡេងពីខាងក្រៅណាបងប្អូនគឺឮសំឡេងអីគឺលេងសំឡេងមនុស្សនៅជាមួយគ្នាឮសំឡេងធ្ងោហ្នឹងអញ្ចឹងណាបងប្អូនយើងគឺទូជាការបង្ខំមកចឹងហើយតែដល់ពេលទៅនៅមួយគ្នាគឺវាមានអារម្មណ៍ស្រាបស្រាលអីចឹងទៅអញ្ចឹងឮសំណួរអ្នកនាងនឹងធ្ងោធ្ងោអីចឹងទៅអញ្ចឹងពេលហ្នឹងពុកប៉ារបស់គាត់ច្រឡំម្ដងប៉ាម្ដងពុកអញ្ចឹងប៉ារបស់គាត់ហ្នឹងក៏គូសទ្វារក្តាំងអញ្ចឹងពេលហ្នឹងពួកគាត់ទាំងពីរនាក់គឺភ័យខ្លាំងមែនតើអញ្ចឹងហើយគឺមិនដឹងរត់ទៅណាអីចឹងគឺក៏អត់ហ៊ានមកបើកទ្វារដែរក៏អ្នកនាងហ្នឹងគឺសវេសវាហ្នឹងទាញរោបមកអីវិញចឹងទៅហើយបងប៊ឿនហ្នឹងក៏ស្លៀកកសែងស្លៀកអីវិញចឹងទៅណាអញ្ចឹងពេលហ្នឹងឲ្យបើកទ្វារមិនបើកទ្វារទេគឺពេលហ្នឹងលោកប្រុសធំហ្នឹងក៏បញ្ជាឲ្យពូណាងហ្នឹងទម្លាយទ្វារហ្មងអញ្ចឹងទ្វារវាមិនសូវជាប់ប្រហែលទេធាក់តែពីរបីជើងក៏លបើកចេញមកអញ្ចឹងណាអញ្ចឹងពេលដែលលបើកចេញមកហ្នឹងគឺឃើញនៅលើគោកទាំងអស់អញ្ចឹងទៅហើយប្រកែកអត់បានទេបងប្អូនអេដមីននិយាយម្លងថងទេបន្តិចគឺមុនដែលគាត់គូសទ្វារហ្នឹងគឺកន្លែងបន្ទប់របស់គាត់ហ្នឹងគឺមានប្អួយទេបងប្អូនហើយប្អួយហ្នឹងវារៀងហើបអញ្ចឹងពេលហ្នឹងគាត់លួចមើលតាមប្អួយមកអញ្ចឹងបងប្អូនគឺម្ដាប៉ាហើយនឹងម៉ាក់របស់គាត់ហ្នឹងហើយទាំងចុងភៅក៏ដូចជាពូណាហ្នឹងគឺឃើញរាល់សកម្មភាពហ្នឹងគឺឡាយផ្ទាល់របស់ពួកគាត់ទាំងពីរនាក់ហ្នឹងបងប្អូនគឺឃើញបងប៊ឿនហ្នឹងកំពុងតែប្រើក្បាច់នៅពីលើអ្នកនាងតូចហ្នឹងអញ្ចឹងណាអញ្ចឹងបានពួកគាត់ខឹងទម្លុះទ្វារចូលទៅហ្នឹងអញ្ចឹងពេលចូលតែទៅដល់ភ្លាមអ្នកលោកប្រុសធំហ្នឹងបានទះកភ្លៀងទៅកូនស្រីហ្នឹងហើយបានវាយយកទៅខាងបងប៊ឿនហ្នឹងអញ្ចឹងទៅហើយ
ពូណាងឯហ្នឹងក៏ទៅចាប់ក៏ទៅអីទាំងត្រូវបានលោកប្រុសនឹងក៏វាតក្បត់ចេញអីចឹងទៅព្រោះថាខឹងបំណាច់ណាថាអឺកូនគាត់អ្នកនាងតូចហ្នឹងគឺជាកូនតូស្រីតែម្នាក់ដែលគាត់ស្រឡាញ់ស្មើនឹងកៅភ្នែកតាំងពីតូចមកសូម្បីតែសម្ោចមួយវាលើមិនបានហើយដល់ពេលគាត់មកឃើញបងបឿនវាលើតាមចិត្តអញ្ចឹងគាត់ខឹងអធិស្ឋានបងប្អូនថងនេះអញ្ចឹងហើយគឺអ្នកស្រីហ្នឹងក៏បានជំលះកូនគាត់ឡើងទៅលើអីចឹងទៅណាហើយបងបឿនហ្នឹងត្រូវបានគេចងដៃមកខាងក្រោយហ្នឹងចឹងហើយក៏បានសួរទៅតាមនឹងថាកូនគាត់មិនបានចេះមួយចុះពីរចឹងណាបងប្អូនហើយអ្នកនាងហ្នឹងក៏យំផងអីផងតែម្ដាយលួងហ្នឹងក៏បានរៀបរាប់ប្រាប់តាមនឹងមកទាំងអស់គឺគាត់លែងលាក់ហើយអញ្ចឹងហើយពេលដែលគាត់រៀបរាប់ប្រាប់តាមនឹងមកទាំងអស់ហ្នឹងចឹងអញ្ចឹងហើយក៏នេះក៏ឪពុកម្ដាយរបស់គាត់ហ្នឹងក៏ទប់កំហឹងពេលហ្នឹងគឺទប់សឹងតែមិនបានតែដោយសារតែមានពងណាងមានអីចាំអញ្ចឹងណាអញ្ចឹងហើយក៏តាក់ទងទៅហៅខាងគូតដឹងនឹងមកប៉ុន្តែពេលដែលគូតដឹងនឹងមកហ្នឹងគឺគេគាត់លាក់អារឿងដែលអ្នកនាងតូចមានអីហើយត្រូវការមានការរំលោភបំពានពីបងបឿនហ្នឹងអញ្ចឹងណាបងប្អូនហើយក៏ឲ្យខាងគូតដឹងនឹងទទួលខុសត្រូវនឹងចូលមកការឆាប់ហ្មងប្រចាំរៀនចប់ហើយគូតដឹងខាងគាត់ហ្នឹងគាត់អីទេក៏លុបជង្គង់សាពះសុំទោសអញ្ចឹងទៅមានទាំងប៉ាទាំងម៉ាក់អីគេមកអញ្ចឹងទៅថាគាត់ស្រឡាញ់គាត់បានជាធ្វើខុសអីឥឡូវយើងរៀបចាត់ចែងការឲ្យកូនហ្មងទៅអ្នកតឡងអីចេះមួយចុះពីរអញ្ចឹងហើយឬក៏សម្លាញ់អីអញ្ចឹងណាទៅមិនមកកូនខ្ញុំវាបានជ្រួខុសទៅហើយអញ្ចឹងទៅអញ្ចឹងហើយគឺគាត់ក៏អត់មានតន់ដាក់ទោសដាក់អីបងបឿននឹងអញ្ចឹងដែរអញ្ចឹងក៏បានថាគឺបើកលុយបើកអីឲ្យបងបឿននឹងអញ្ចឹងទៅគឺបើកលុយបើកអីត្រឹមត្រូវឲ្យទៀតណាបងប្អូនអញ្ចឹងត្រង់ហ្នឹងគឺទៅសើទឹកចិត្តលោកប្រុសធំនឹងមែនអញ្ចឹងក៏ឲ្យបងបឿននឹងគាត់ចង់និយាយថាឲ្យគាត់ចេញមកហ្មងបងប្អូនណាគឺឲ្យគាត់ចេញមកហ្មងប៉ុន្តែនៅពីក្រោយហ្នឹងបងប្អូនពងណាងគាត់បាននិយាយប្រាប់ថាគឺប៉ារបស់អ្នកនាងតូចដែលជាចៅហ្វាយរបស់គាត់ហ្នឹងគឺបានរៀបចំមនុស្សដើម្បីឲ្យទៅធ្វើស៊ីបងបឿនហ្នឹងបងប្អូនអញ្ចឹងពេលដែលគាត់បានដេញចេញមកពីផ្ទះគាត់ហ្នឹងគឺបានតែមួយថ្ងៃគត់បានទទួលដំណឹងថាបងបឿនហ្នឹងជួបគ្រោះថ្នាក់ចរាចរណ៍ហើយបានបាត់បង់ជីវិតតែការពិតគឺជាការរៀបចំធ្វើស៊ីរបស់ប៉ាអ្នកនាងតូចហ្នឹងទេអញ្ចឹងបានបងប្អូននិយាយទៅបងប្អូនក៏ឆ្ងល់ដែរអេដមីនក៏ឆ្ងល់ដែរមែនថាគេធ្វើបាបអ្នកនាងតូចធ្វើបាបកូនស្រីខ្លួនឯងដល់ថ្នាក់នឹងហើយហេតុអីគាត់ចិត្តល្អមែនបើប្រាក់ខែបើអីហើយអត់មានយកទោសយកពៃឲ្យមកទៀតប៉ុន្តែគាត់គិតក្នុងចិត្តគាត់ថាបើសិនជាឲ្យជាប់គុកគឺត្រឹមតែជាប់គុកប៉ុន្មានទេ4-10ឆ្នាំយ៉ាងច្រើនចេញមកវិញហ្នឹងគឺដើរហើរសេរីបងប្អូនត្រូវទេអញ្ចឹងអានេះគឺគាត់រៀបកម្រងធ្វើស៊ីបងបឿននឹងយកតែម្ដងអញ្ចឹងហើយបានជាគាត់ធ្វើល្អហើយគាត់ឲ្យបងបឿននឹងចេញពីផ្ទះរបស់គាត់គឺដើម្បីកុំឲ្យមានបញ្ហាសង្ស័យញ៉ៃអីចឹងណាបងប្អូនពេលដែលចេញមកបានគាត់ធ្វើស៊ីចឹងទៅអញ្ចឹងហើយគឺរឿងនឹងបានលាក់ការមកដល់សពថ្ងៃហ្នឹងអញ្ចឹងអ្នកដែលដឹងឮហ្នឹងគឺតាអ្នកដែលនៅក្នុងផ្ទះហ្នឹងទេគឺអ្នកលោកប្រុសលោកស្រីអ្នកនាងតូចហើយពូណាងហើយនឹងចុងភៅ2នាក់ហ្នឹងអញ្ចឹងណាហើយរំលងមិនបានយូរប៉ុន្មានទេគឺពួកគាត់ហ្នឹងក៏ដល់ថ្ងៃចាប់ដើមរៀបចំអាពាហ៍ពិពាហ៍របស់ពួកគាត់ហ្នឹងទៅចឹងហើយចាប់ពីពេលនោះមកគឺរឿងរបស់បងបឿនហ្នឹងក៏បានបិទហើយបងប្អូនដឹងស្រាប់ហើយសម្រាប់អ្នកធំបិទរឿងមួយគឺអត់ជាបញ្ហាទេប៉ុន្តែមួយចំនួនហ្នឹងណាអេដមីនមិនសំដៅទាំងអស់ទេចឹងអេដមីនមិនសំដៅទៅលើអ្នកធំអ្នកអីទាំងអស់ទេចឹងណាចឹងនិយាយថាគឺមានតែអ្នកប្រុសនឹងមួយចោះអញ្ចឹងហើយបន្ទាប់ពីរៀបការពីអីហ្នឹងហើយពួកគាត់ក៏លាក់អាកំបាំងហ្នឹងមកដល់សប្តាហ៍ហ្នឹងចឹងទៅហើយអ្នកនាងតូចអ្នកអីហ្នឹងក៏បានរស់នៅជាមួយនឹងគូដណ្ដឹងរបស់គាត់ឥឡូវនេះទៅជាប្តីហើយមកសប្តាហ៍ហ្នឹងគឺគាត់មានកូនមានចៅអីចឹងទៅណាហើយហ្នឹងគឺជារឿងរ៉ាវរបស់ពូណាងដែលគាត់បានជួបប៉ុន្តែមិនមែនរឿងគាត់ផ្ទាល់ទេគឺរឿងរបស់បងបឿនហើយដែលគាត់លាក់ទុកហើយឥឡូវគាត់មកនិយាយប្រាប់អេដមីនចឹងណាហើយគាត់ប្រាប់និយាយទៅគាត់ក៏អត់ហ៊ានប្រាប់ឈ្មោះអ្នកធំនឹងដែរគាត់គ្រាន់តែប្រាប់ឈ្មោះវីឡានឹងនៅណានៅណីអីចឹងទៅហើយបើសិនជាគាត់ប្រាប់ក៏អេដមីនរក្សាសិទ្ធិឲ្យគាត់ដែរគឺមិនហ៊ានបញ្ចេញទេកុំឲ្យមានបញ្ហាប៉ះពាល់ទៅដល់គាត់ចឹងបងប្អូនព្រោះនេះគឺជារឿង